ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាទឹកសមុទ្រមានរសជាតិប្រៃខណៈពេលដែលទឹកទន្លេទឹកបឹងឬទឹកភ្លៀងសឹងតែគ្មានរសជាតិអ្វីទើបតែសោះជាក់ស្ដែងបើយើងយកទឹកសមុទ្រមួយកែវទៅចម្អិនឲ្យទឹកហួតទាំងអស់អ្នកនឹងឃើញនៅសល់តែម្សៅកកខៀវសដែលនោះគឺជាអំបិលប៉ុន្តែសំណួរសំខាន់គឺអំបិលទាំងនោះមកពីណាហើយហេតុអ្វីទឹកទន្លេដែលហូរចូលទៅក្នុងទឹកសមុទ្រជារៀងរាល់ថ្ងៃបែរជាមិនមានរសជាតិប្រៃដូចទឹកសមុទ្រនោះនៅក្នុងវីដេអូនេះយើងនឹងឆ្លុះបញ្ចាំងទៅលើប្រវត្តិសាស្ត្រពិតប្រាកដមួយដែលចាប់ផ្ដើមតាំងពីរាប់ពាន់លានឆ្នាំមុនរហូតមកដល់សព្វថ្ងៃនេះដើមកំណើតទឹកសមុទ្រដើម្បីយល់ពីមូលហេតុនៃភាពប្រៃយើងត្រូវត្រឡប់ទៅមើលដើមកំណើតរបស់ទឹកសមុទ្រជាមុនសិនកាលពីដើមកំណើតផែនដីប្រហែល 4,000 លានឆ្នាំមុនភពផែនដីនៅមានកម្ដៅខ្លាំងភ្នំភ្លើងទោះញឹកញាប់ហើយឧស្ម័ននិងចំហាយទឹកជាច្រើនត្រូវបានបញ្ចេញចេញពីក្នុងផែនដីចំហាយទឹកនោះបានឡើងទៅលើអាកាសហើយคล้ายជាភ្លៀងធ្លាក់ចុះមកវិញជាបន្តបន្ទាប់អស់រាប់លានឆ្នាំបានហូរបញ្ចូលគ្នាបង្កជាទន្លេបឹងនិងសមុទ្រដំបូងរបស់ផែនដីចំណុចសំខាន់គឺទឹកសមុទ្រដំបូងគេនោះតាមពិតទៅមិនប្រៃដូចសពថ្ងៃទេវាទំនងមានរសជាតិស្រាលឬស្រដៀងទឹកសាបទៅវិញផងដូច្នេះភាពប្រៃមិនមែនកើតឡើងភ្លាមៗនោះទេតែជាដំណើរការមួយដែលកើតឡើងបន្តិចម្ដងរហូតមកដល់សព្វថ្ងៃការធ្វើសំណឹករលីថ្មមូលហេតុចម្បងទី1ដែលធ្វើឲ្យទឹកសមុទ្រកកុញអំបិលកាន់តែច្រើនឡើងគឺដំណើរការហៅថាការធ្វើសំណឹករលីថ្មឬ weathering នៅលើដីគោកភ្នំថ្មនិងដីគ្រប់ទីកន្លែងតាមធម្មជាតិមានសារធាតុ minerals ជាច្រើនប្រភេទដូចជា sodium calcium potassium និងផ្សេងទៀតភ្លៀងរាល់ពេលមានភ្លៀងធ្លាក់ទឹកភ្លៀងនោះមានលក្ខណៈជាអាស៊ីតបន្តិចព្រោះលាយជាមួយនឹងកាបូនឌីអុកស៊ីតក្នុងខ្យល់ទឹកអាស៊ីតបន្តិចនេះហូរកាត់លើផ្ទៃថ្មហើយបន្តិចម្ដងវារំលាយយកអ៊ីយ៉ុងនៃសារធាតុទាំងនោះចេញពីថ្មអ៊ីយ៉ុងទាំងនោះត្រូវទឹកភ្លៀងហូរជូនចូលទៅក្នុងទន្លេតូចហូរបញ្ជូនទន្លេធំរួចហើយចុងក្រោយបញ្ចប់ទីធ្លាចូលទឹកសមុទ្រសូឌីស្យូមនិងក្លរ៉េតគឺជាអ៊ីយ៉ុងពីរប្រភេទដែលច្រើនជាងគេបំផុតហើយនៅពេលដែលពួកវាបញ្ចូលគ្នាវាបង្កជាសូឌីស្យូមក្លរ៉េតដែលជាអំបិលទូទៅដែលយើងបរិភោគរាល់ថ្ងៃចំណុចគួរឲ្យចាប់អារម្មណ៍គឺដំណើរការនេះកើតឡើងជារៀងរាល់ថ្ងៃតាំងពីរាប់ពាន់លានឆ្នាំមកហើយដោយគ្មានការឈប់សម្រាកនោះឡើយហេតុអ្វីទឹកទន្លេមិនប្រៃនេះគឺជាចំណុចដែលមនុស្សភាគច្រើនច្របូកច្របល់បើទឹកទន្លេជាអ្នកនាំអំបិលទៅសមុទ្រហេតុអ្វីទឹកទន្លេផ្ទាល់មិនប្រៃដែរចម្លើយគឺព្រោះកម្រិតអំបិលនៅក្នុងទឹកទន្លេទាបខ្លាំងរហូតដល់ស្ទើរតែមិនអាចកត់សម្គាល់បានទឹកទន្លេហូរជាបន្តបន្ទាប់ហើយហូរកន្លងផុតទៅមុខមិនឈប់ដូច្នេះអំបិលដែលមាននៅក្នុងវាក៏ត្រូវហូរទៅមុខរហូតដែរមិនអាចនៅសល់ឬកកកុញនៅកន្លែងណាមួយបានយូរនោះទេជាងនេះទៅទៀតរុក្ខជាតិនិងសត្វជាច្រើននៅតាមទន្លេក៏ស្រូបយកសារធាតុរ៉ែមួយចំនួនទុកប្រើប្រាស់ធ្វើឲ្យកម្រិតអំបិលនៅសល់ក្នុងទឹកកាន់តែតិចថែមទៀតផ្ទុយទៅវិញពេលទឹកទន្លេហូរមកដល់សមុទ្រវាឈប់ហូរបន្តទៀតហើយទឹកសមុទ្រគឺជាចំណុចចុងក្រោយនៅចំណុចនេះហើយដែលរឿងសំខាន់កើតឡើងសារធាតុរ៉ែដែលនាំមកទាំងអស់ត្រូវនៅជាប់នៅក្នុងសមុទ្រជារៀងរហូតខណៈពេលដែលសុទ្ធវិញហួតចេញទៅជាចំហាយហើយត្រឡប់ជាភ្លៀងម្ដងទៀតអំបិលមិនអាចហួតទៅជាចំហាយបានទេវានៅជាប់នៅក្នុងសមុទ្រជារៀងរហូតតម្លៃខ្លីគឺទឹកចេញបានតែអំបិលចេញមិនបានរៀងរាល់ដងដែលមានវដ្តទឹកកើតឡើងភ្លៀងទន្លេសមុទ្រ
ចំហាយភ្លៀងមកវិញនឹងទទួលអំបិលបន្ថែមចូលប៉ុន្តែมันអាចបំបត្តិចេញវិញបានទេនេះហើយជាមូលហេតុដែលអំបិលក្នុងសមុទ្រកោះកុញកាន់តែច្រើនតាមពេលវេលាខណៈពេលដែលទឹកសមុទ្រនៅតែស្រស់ស្រាយដដែលភ្នំភ្លើងក្រំសមុទ្រប្រភពអំបិលមួយចំនួននិងប្រភពកម្ដៅផ្សេងមិនត្រឹមតែពីលើគោកទេដែលជាប្រភពអំបិលនៅក្រោមផ្ទៃសមុទ្រផ្ទាល់ក៏មានប្រភពអំបិលមួយចំនួនដែរនៅតាមបាតសមុទ្រជម្រៅខ្លាំងមានស្នាមប្រេះតូចៗនៅលើថ្មភពផែនដីទឹកសមុទ្រហូរជ្រាបចូលទៅក្នុងស្នាមប្រេះនៃថ្មភពផែនដីជួបនឹងកម្ដៅដ៏ខ្លាំងពីខាងក្នុងផែនដីកម្ដៅនោះធ្វើឲ្យទឹករំលាយយកសារធាតុរ៉ែពីថ្មជុំវិញរួចហូរចេញមកវិញលើសមុទ្រក្នុងខណៈជាចំហាយក្តៅមួយប្រភេទដែលមានពណ៌ខ្មៅចំណុចនេះហៅថារន្ធភ្លើងក្រោមសមុទ្រសាមញ្ញទឹកសមុទ្រចុះទៅចម្អិនជាមួយថ្មក្តៅហើយហូរឡើងមកវិញព្រមទាំងសារធាតុរ៉ែជាច្រើនកប់ជាប់មកជាមួយសារធាតុរ៉ែជាច្រើនដូចជាក្លរីតដែកម៉ង់កាណេសនិងសារធាតុផ្សេងៗត្រូវបានបញ្ចេញចូលទៅទឹកសមុទ្រផ្ទាល់តាមមធ្យោបាយនេះជាងនេះទៅទៀតការផ្ទុះភ្នំភ្លើងក្រោមទឹកការបញ្ចេញឧស្ម័នដូចជាក្លរីនដែលរួបរวมជាមួយសូដ្យស្យូមក្នុងទឹកក្លាយជាអំបិលបន្ថែមទៀតដូច្នេះភាពប្រៃរបស់សមុទ្រគឺជាលទ្ធផលនៃប្រភពពីរយ៉ាងធំរួមមាន1ពីលើគោកនិងទាំងពីក្រោមទឹកសមុទ្រផ្ទាល់តាមរយៈរន្ធភ្លើងទាំងនេះតាមរយៈទន្លេតើកម្រិតអំបិលឡើងដល់កម្រិតណាហើយឈប់កើននៅពេលណាសប្តាហ៍ថ្ងៃនេះអំបិលជាមធ្យមក្នុងទឹកសមុទ្រពិភពលោកមានប្រហែល 3.5% នៃទម្ងន់ដែលមាននេះមានន័យថាក្នុងទឹកសមុទ្រ1គីឡូក្រាមនឹងមានអំបិលប្រហែល35ក្រាមគួរឲ្យចាប់អារម្មណ៍គឺថាចាប់តាំងពីជាង200លានឆ្នាំមកនេះកម្រិតអំបិលនៅក្នុងសមុទ្រពិភពលោកនៅតែស្ថិតស្ថេរជាងមូលដ្ឋាននេះមិនមែនមានន័យថាអំបិលឈប់ចូលមកនោះទេគឺថាមានតុល្យភាពរវាងអំបិលដែលចូលនិងអំបិលដែលចេញអំបិលចេញពីសមុទ្រតាមរបៀប3នេះមានចំនួនស្មើគ្នាក៏នៅបានសមុទ្រคล้ายទៅជាថ្មបន្តិចម្ដងជាប់ក្នុងសម្បកសត្វសមុទ្រដូចជាបង្គាសមុទ្រនានាត្រូវខ្យល់បក់យកចេញជាមួយពពុះទឹកតាមច្រាំងដូច្នេះសមុទ្រពិភពលោកបានឈានដល់ចំណុចតុល្យភាពរួចហើយធ្វើឲ្យកម្រិតប្រៃមិនប្រែប្រួលច្រើននោះទេហេតុអ្វីតំបន់ខ្លះប្រៃខ្លាំងហើយតំបន់ខ្លះទៀតប្រៃតិចមិនមែនគ្រប់ទីកន្លែងនៅក្នុងសមុទ្រកម្រិតប្រៃដូចគ្នាទាំងអស់នោះទេកត្តាសំខាន់ដែលធ្វើឲ្យខុសគ្នាមានដូចជាកត្តាទី1កម្ដៅនិងការរំហួតទឹកកន្លែងណាក្ដៅខ្លាំងទឹកនឹងហួតលឿនធ្វើឲ្យអំបិលនៅសល់កាន់តែច្រើនដូចជាទឹកសនៅក្នុងកែវពេលទឹកហួតបន្តិចស្ករនៅសល់កាន់តែខាប់កត្តាទី2បរិមាណទឹកសាបចូលតំបន់ណាដែលមានទឹកទន្លេច្រើនចូលដូចជាមាត់ទន្លេធំកម្រិតប្រៃនឹងស្រាលជាងព្រោះទឹកសាបចូលច្រើនជាឧទាហរណ៍ដ៏ល្បីមួយគឺសមុទ្រស្លាប់នៅចន្លោះប្រទេសអ៊ីស្រាអែលនិងហ្ស័រដានីនោះប្រៃជាងសមុទ្រធម្មតាជិត10ដងដោយសារហេតុផលពីរគឺវាជាបឹងបិទជិតគ្មានច្រកចេញហើយសីតុណ្ហភាពក្តៅខ្លាំងធ្វើឲ្យទឹកហួតលឿននិងអំបិលកកកុញខ្លាំងជាលទ្ធផលគឺមនុស្សអាចអណ្ដែតលើផ្ទៃទឹកនោះបានយ៉ាងស្រួលដោយសារអំបិលច្រើនធ្វើឲ្យទឹកមានទម្ងន់ធ្ងន់ជាងធម្មតាតើសមុទ្រនឹងកាន់តែប្រៃឡើងទៀតដែរឬទេសំណួរចុងក្រោយដែលមនុស្សច្រើនចង់ដឹងគឺថាតើសមុទ្រនឹងកាន់តែប្រៃឡើងជានិច្ចមែនដែរឬទេតាមការសិក្សាកម្រិតអំបិលសមុទ្រពិភពលោកត្រូវបានគេចាត់ទុកថាស្ថិតក្នុងស្ថានភាពតុល្យភាពរយៈពេលវែងរួចហើយទោះបីជាភ្នំភ្លើងនិងទន្លេនៅតែបន្តនាំសារធាតុរ៉ែចូលជារៀងរាល់ថ្ងៃក៏ដោយដំណើរការចេញនៃអំបិលដូចជាការកកកុញនៅបាតសមុទ្រក៏
បន្តកើតឡើងស្របគ្នាដែរដូច្នេះតាមទស្សនៈជីវិតមួយចំនួនមនុស្សយើងនឹងមិនអាចមើលឃើញកម្រិតប្រែប្រួលគួរឲ្យកត់សម្គាល់នោះឡើយប៉ុន្តែក្នុងកម្រិតតំបន់តូចៗការប្រែប្រួលអាកាសធាតុការរំហួតទឹកខ្លាំងឬការថយចុះនៃទឹកទន្លេចូលអាចធ្វើឲ្យកម្រិតប្រៃក្នុងតំបន់មួយចំនួនកើតឡើងលឿនជាធម្មតាដែលជាបញ្ហាមួយរបស់អ្នកវិទ្យាសាស្ត្របច្ចុប្បន្ននេះកំពុងសិក្សាតាមដានយ៉ាងយកចិត្តទុកដាក់ចម្លើយសង្ខេបនោះគឺអត់ទេយ៉ាងហោចណាស់មិនមែនតាមទស្សនៈជីវិតមួយចំនួនមនុស្សនោះទេសេចក្តីសង្ខេបសរុបមកភាពប្រៃរបស់ទឹកសមុទ្រអាចពន្យល់បានយ៉ាងសាមញ្ញតាមចំណុចទាំង3នេះ 1. ភ្លៀងហូរកាត់ថ្មនាំសារធាតុរ៉ែចូលទន្លេរួចទន្លេនាំចូលសមុទ្រ 2. រន្ធភ្លើងក្រោមសមុទ្របញ្ចេញសារធាតុរ៉ែចូលទឹកសមុទ្រផ្ទាល់ 3. ទឹកសមុទ្រហួតទៅជាចំហាយវិញត្រឡប់ជាភ្លៀងតែអំបិលនៅតែជាប់ក្នុងសមុទ្រជានិច្ចលទ្ធផលចុងក្រោយគឺសមុទ្រដ៏ធំធេងដែលពោរពេញទៅដោយអំបិលរាប់ពាន់លានតោនដែលបានកកកុញអស់រយៈពេលរាប់ពាន់លានឆ្នាំមកហើយ